Phục vén miền Tây Tha chia cùng rồng thì nhiều kia biếnสำหรับដល់អាហារូបត្ថម្ភទៅដល់សហគមន៍ដើម្បីចង់ថាប្រគ្រប់អាហារូបត្ថម្ភគ្រប់បានគ្រប់រដូវកាលអញ្ចឹងណាគឺថាខែសបោយើងប្រមូលមកស្តុកទុកកែច្នៃដើម្បីលក់នៅពេលខែដែលយើងខ្សត់ខ្វះខាតដើម្បីគ្រប់អាហារូបត្ថម្ភពេលហ្នឹងបានកម្រងពីពហុផ្សាយសិនសុខស្បៀងនិងអាហារូបត្ថម្ភរបស់ Musifo ជាមួយនឹងអង្គការរាជាដែលគាត់ជាអ្នកអនុវត្តគម្រោងផ្ទាល់សមាជិកពួកខ្ញុំទាំងអស់4នាក់នៅទី4នាក់នឹងឯងដែលសារក្រុមកែច្នៃពួកខ្ញុំបានចូលរៀនវគ្គបដិតាមានការគ្រប់គ្រងពីសាលាវិទ្យាជីវៈនឹងឯងចេញបានអត់ឲ្យគឺ4នាក់នឹងគឺនៅធ្វើរហូតតាំងពីដើមរហូតដល់បច្ចុប្បន្នចាសម្ភារៈដែលពួកខ្ញុំទទួលបានហ្នឹងគឺដូចជាគ្រូរួមបានមកពីគម្រោង GI សិតផ្ទាល់ហើយដូចជាទូក្លាសេទូតកទូអីសម្ភារៈកែច្នៃទាំងអស់បានពីគម្រោងរាជាផ្ទាល់ជាឧបសគ្គពួកខ្ញុំគឺផ្ដោតខ្លាំងទៅលើទីផ្សារទេដូចជាការប្រមូលទិញផលិតផលនៅក្នុងស្រុកអត់ពិបាកទេដោយសារពួកខ្ញុំមានក្រុមជាក្រុមចងក្រងជាក្រុមផលិតស្រាច់ទៅខ្ញុំប្រមូលទិញនៅក្នុងសហគមន៍នឹងឯងផ្ដោតខ្លាំងទៅលើទីផ្សារដោយសារផលិតផលយើងកែច្នៃផ្ដោតទៅលើសុខភាពវាមានរសជាតិសាបជាងផលិតផលដែលគេលក់លើទីផ្សារមានរសជាតិផ្អែមខ្ញុំផ្គត់ផ្គង់បច្ចុប្បន្នបាន6សាលាទៅប្រចាំឃុំសាន់កូយើងនឹងឯងហើយផ្គត់ផ្គង់ទៅលើបន្លែត្រីសាច់ទាំងអស់ពាក់ព័ន្ធទៅនឹងអង្ករប្រេងឆាផងដែរការកែច្នៃពួកខ្ញុំកែច្នៃទៅលើប្រភេទជ្រក់មានជ្រក់ស្ពៃជ្រក់សសក់ជ្រក់ត្រពាំងទៅហើយពពួកភេទជាមានទឹកពោតទឹកត្រឡាចទឹកត្រាវទឹកសណ្តែកសៀងសណ្តែកខៀវទឹកល្ពៅនិយាយទៅផលិតផលពួកខ្ញុំទាំងអស់5 10មុខ6 10មុខដែរខ្ញុំដាំបន្លែមានពពួកបន្លែស្លឹកបន្លែផ្លែដូចជាពោតសណ្តែកសក់ល្ពៅស្ពៃតឡាចអនុងអីចឹងអាជ្ញាធរក្រសួងអប់រំដូចជាអ្នកដែលពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពទាំងអស់ឲ្យគាត់ជួយផ្សព្វផ្សាយពេលពួកខ្ញុំផុសទៅលើ website អីជួយ share ជួយអីបន្ថែមទៀតផងដើម្បីចែកជូនដល់អ្នកនៅក្នុងសហគមន៍ក៏ដូចជាក្រៅសហគមន៍គេទទួលស្គាល់ថាក្រុមពួកខ្ញុំមានផលិតផលកែច្នៃសម្រាប់សុខភាពដែលមាននៅក្នុងសហគមន៍ស្រេចចុងក្រោយគឺមានតែសំណូមពរហើយនឹងការជួយគ្រប់គ្រងពីខាងក្រសួងពាក់ព័ន្ធនិងអាជ្ញាធរហើយសំណូមពរសូមឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ទៅថ្ងៃសំបីចង់ឲ្យថាពួកគាត់នឹងយកចិត្តទុកដាក់ទៅលើសុខភាពពួកគាត់ឲ្យបានមែនទែនដើម្បីជៀសផុតពីជំងឺមិនឆ្លងចា៎